សារៈសំខាន់នៃការរើសបុគ្គលិកដែលត្រឹមត្រូវសម្រាប់ការងារដែលយើងប្រកាសរើស The importance of hiring the right person for the job ចឹងនៅពេលដែលយើងប្រកាសរើសបុគ្គលិកគឺមានសារៈសំខាន់ណាស់ដែលយើងរើស the right candidate the right person ហើយលោក Steve Jobs គឺដែលគាត់ជា CEO ឬក៏ជាអ្នក founder របស់ក្រុមហ៊ុន Apple គាត់បានលើកឡើងថាវាដូចជាមិនសមហេតុផលទេនៅពេលដែលយើងរើសបុគ្គលិកដែល smart បុគ្គលិកដែលឆ្លាតហើយគាត់ចូលធ្វើការយើងប្រាប់គាត់ការងារដែលធ្វើ ABC យើងទៅអញ្ចឹងគាត់ថាយើងរើសបុគ្គលិកដែល smart មកគឺដើម្បីមកប្រាប់ឲ្យយើងត្រូវធ្វើអីគេត្រូវធ្វើអីគេដើម្បីឲ្យក្រុមហ៊ុនរីកចម្រើនoutput របស់ក្រុមហ៊ុនកើនឡើងជាប្រចាំអញ្ចឹងយើងត្រូវសួរអ្នកដែលយើងឲ្យគាត់ចូលធ្វើការហ្នឹងតើក្រុមហ៊ុនត្រូវធ្វើអីគេ1 2 3 4ដើម្បីឲ្យក្រុមហ៊ុនអាចកាន់តែល្អទៅហ្នឹងមានការរីកចម្រើនទៅនឹងលោក Steve Jobs អញ្ចឹង the right person for the company គឺគាត់ចូលមកគឺត្រូវតែ productive ត្រូវតែផ្ដល់ផ្លែផ្កាឲ្យក្រុមហ៊ុនមានការរីកចម្រើនជាងមុនគឺជាបុគ្គលដែលនៅជាមួយក្រុមហ៊ុនបានយូរម្ល៉េះគាត់មិនគាត់ចូលមកជោគភ្លាមទេគឺគាត់ចាត់ទុកថាក្រុមហ៊ុនគឺជាកន្លែងដែលគាត់អាចចូលជើងបានយូរម្ល៉េះអញ្ចឹងគាត់រៀបចំផែនការជាមួយក្រុមហ៊ុនបង្កើតចក្ខុវិស័យមួយក្រុមហ៊ុនដើម្បីដើរទៅមុខទាំងអស់គ្នាគឺជាបុគ្គលដែលចូលមកបង្កើតឲ្យកន្លែងការងារមានភាពវិជ្ជមានមិនចូលមកបំពុលក្រុមការងារឲ្យចំណែកគ្នាឲ្យឆ្លោះគ្នានាំឲ្យការងារដែលកំពុងធ្វើចេះទៅមុខកើនឡើងហើយនៅពេលក្រុមថ្មីចូលមកឬក៏មនុស្សថ្មីចូលមកនាំឲ្យការងារធ្លាក់ចុះវិញអញ្ចឹងយើងត្រូវរក the right candidate ដែលជំរុញការងារឲ្យមានបរិយាកាសវិជ្ជមានក្នុងការរីកចម្រើនទៅទៀតគឺជាបុគ្គលដែលអាចសម្រេចការងារបាន effective មានប្រសិទ្ធផលធ្វើការងារទៅបានដោយអ្វីដែលយើងបានធ្វើផែនការទាំងអស់គ្នា ABCD អញ្ចឹងពង្រីកទីផ្សារពង្រីកបានមែនឲ្យ brand កាន់តែល្បីឈ្មោះល្បីបានមែនធ្វើឲ្យគុណភាពផលិតផលកាន់តែល្អធ្វើបានមែន effectiveness ហើយមាន efficiency អញ្ចឹងគាត់គឺជាបុគ្គលិកមួយដែលគាត់ចូលមកការចំណាយរបស់ក្រុមហ៊ុនមានការថយចុះបើគាត់មើលទៅលើ operation cost គាត់ជួយទៅមិនកាត់បន្ថយប្រើប្រាស់ធនធានក្នុងក្រុមហ៊ុនឲ្យអស់លទ្ធភាពមាន efficiency ទិន្នផលមានការកើនឡើងហ្នឹងគឺជា the right person for the company មិនជួគាត់មកថែមមានន័យថាក្រុមហ៊ុនត្រូវតែបង្កើនប្រាក់ខែប៉ុន្តែទិន្នផលគឺនៅដដែលក៏អត់មាន efficiency ដែរយើងបន្ថែមការចំណាយប៉ុន្តែទិន្នផលនៅដដែលអញ្ចឹងសារៈសំខាន់នៃការដែលយើងជួយ the right candidate គឺជួយការងារទាំងអស់របស់ក្រុមហ៊ុនឲ្យមានផ្លែផ្កាអញ្ចឹង